សួស្តីបងប្អូនក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបដែលយើងដាក់ watermark ដូចជាយើងដាក់អក្សរនៅផ្ទៃខាងក្រោយដូចជាហាមចម្លងអីហ្នឹង do not copy បាទសម្រាប់យើងដាក់កម្មសិទ្ធិបញ្ញាដូចជាយើងធ្វើសភៅអីហ្នឹងណាបាទអញ្ចឹងអ្នកទាំងនេះចង់ដាក់ជាអក្សរប្តីក៏បានអក្សររៀង thread ក៏បានបាទអញ្ចឹងពេលយើង print ទៅយើងឃើញអក្សរនៅ background នៃបាទហាមចម្លង do not copy អញ្ចឹងទៅបាទអញ្ចឹងដើម្បីធ្វើបែបហ្នឹងគឺអ្នកទាំងនេះចូលកម្មវិធី Word មកហើយចុចពី design បាទចុចពី design ហើយអ្នកទាំងគ្នាមើលមកខាងស្ដាំមានពាក្យ watermark ហើយបាទអញ្ចឹងពេលអ្នកទាំងគ្នាចុចពាក្យ watermark ហ្នឹងទៅវាមានជម្រើសច្រើនបាទអ្នកទាំងគ្នាចង់បានជាគំរូស្រាប់ក៏បានហើយបើសិនជាយើងចង់លុបចុច remove watermark មកវាលុបអក្សរហ្នឹងចេញហើយបាទហើយបើសិនជាយើងចង់សរសេរជាអក្សរខ្មែរចុច custom watermark មកអាហ្នឹងយើងអាចសរសេរអក្សរដែលខ្លួនឯងចង់បានបាទហើយមានពាក្យ text watermark ហ្នឹងចុចពាក្យ text watermark មកបាទកន្លែង text នេះអក្សររបស់គេស្រាប់គឺជាភាសាអង់គ្លេសបើយើងអត់ចង់បានទេអ្នកទាំងគ្នាដូរមកសរសេរជាភាសាខ្មែរយើងក៏បានដែរដាក់ហាមចម្លងអញ្ចឹងទៅបាទហើយកន្លែង font នេះពុំអក្សរបាទអ្នកទាំងគ្នាចង់ដូរពុំអក្សរបានបាទចង់យកពុំអក្សរមួយណាហើយមានទាំងទំហំបាទចង់បានទំហំតូចធំយើងយកជាភាគរយទៅបាទហើយមាន color ទៀតអ្នកទាំងគ្នាចង់ដូរ color បាទចង់ដូរពណ៌អក្សរក៏បានណាបាទចង់បានពណ៌ណាមួយអញ្ចឹងទៅបាទតែខ្ញុំសុំយកពណ៌ខ្មៅធម្មតាទៅបាទយកពណ៌ខ្មៅធម្មតាទៅបើយើងចង់ដូរពណ៌ក៏បានដែរហើយចុចអូខេទៅឃើញហើយបាទពាក្យហាមចម្លងហើយវារៀងថេតមកបាទពេលចុច print ទៅឃើញហើយយើងលុបអត់បានទេបើយើងចង់លុបតើយើងចូលកន្លែង remove watermark ហ្នឹងបានយើងលុបវាបានការងារហ្នឹងយើងសម្បូរធ្វើនៅលើឯកសារសភៅបាទ